ជំរាបសួរនាងខ្ញុំម៉ារីថ្ងៃនេះដែរនាងខ្ញុំសូមនិទានរឿងមួយដែលមានចំណងជើងថានារីខកស្នេហ៍ចារឿងនេះដែរគឺនាងខ្ញុំស្ដាប់ពីខាងពុទ្ធសាសនាគឺខ្ញុំបានស្ដាប់ធម៌ទេសនាមួយបានលើកឡើងត្រង់ចំណុចនេះគឺខ្ញុំមានចិត្តនឹងយកមកដាក់នៅក្នុងខ្លួនជានិច្ចក្តីស្រឡាញ់និងការគោរពនិងការផ្ដល់ឲ្យនិងការចង់បានចំពោះរឿងនេះដែរគឺការវិព្រៃនាយមាននារីម្នាក់ដែលសន្យាជាមួយនឹងសង្សារថានឹងរត់ទៅជាមួយគ្នាដោយសារតែឪពុកម្ដាយមិនព្រមឲ្យរស់នៅជាមួយគ្នាដោយដាក់ថ្ងៃថានឹងរត់ទៅជាមួយគ្នាបរិសម្នាក់នោះបែរទៅជារៀបការជាមួយនឹងអ្នកផ្សេងទៀតដែលធ្វើឲ្យនាងនោះខកចិត្តដោយសង្សាររបស់ខ្លួនបានរត់ទៅរៀបការជាមួយនឹងអ្នកថ្មីដោយអំណាចនៃក្តីស្រឡាញ់ការខកចិត្តក្តីស្នេហាក៏បានសម្រេចចិត្តទៅសម្លាប់ខ្លួននៅឯភ្នំកិច្ចកូដដោយភ្នំកិច្ចកូដនោះគឺនៅប្រទេសឥណ្ឌាដែលទីនោះមានសំណាក់ថ្មដាធំលយចេញមកក្រៅដែលមានព្រះសង្ឃតាំងសមាធិនៅទីនោះចាព្រះអង្គក៏បានឃើញនាងមួយដែលកំពុងតែចង់លោតផ្ដាច់ជីវិតនាងនោះក៏បានឃើញព្រះសង្ឃហើយក៏បំណាច់ថាមុននឹងស្លាប់នឹងទៅនឹងថ្វាយបង្គំព្រះសង្ឃយំខ្សឹកខ្សួលពេលនោះហើយនាងក៏បានថ្វាយបង្គំព្រះសង្ឃក៏បានសួរថាហេតុអីក៏នាងយំហេតុអីក៏នាងចង់សម្លាប់ខ្លួននាងនោះក៏បានរាយរាប់ពីរឿងដូចខាងដើមបើកាលណាមិនសម្លាប់ខ្លួនទេនោះប្រកាសជាប្រេះទ្រង់ស្លាប់ទៅហើយព្រះអង្គក៏បានផ្ដល់ឱវាទដល់នាងថានាងគួរណាស់តែស្រឡាញ់ខ្លួនឲ្យបានច្រើនជាជាងស្រឡាញ់អ្នកដទៃនាងឧទាហរណ៍មើលថានាងមាន100កហបណៈនាងផ្ញើឪពុក20កហបណៈនាងផ្ញើម្ដាយ20កហបណៈនាងផ្ញើបងប្អូនសាច់ញាតិ20កហបណៈនាងផ្ញើទៅមនុស្សដែលនាងស្រឡាញ់20កហបណៈនិងនាងទុក20កហបណៈទោះជានាងបាត់បង់អ្នកទាំងអស់នោះយ៉ាងហោចណាស់ក៏នាងមាន20កហបណៈក្នុងខ្លួនដែរតែនេះដោយសារតែនាងផ្ដល់ក្តីស្រឡាញ់ទៅលើបុគ្គលម្នាក់តាំង100កហបណៈនោះទៅធ្វើឲ្យនាងបាត់បង់អ្វីទាំងអស់ដូច្នេះហើយសូមនាងគិតឡើងវិញហើយស្រឡាញ់ខ្លួនឯងឲ្យបានច្រើននោះជីវិតរបស់នាងនឹងរស់នៅដោយសេចក្តីសុខរឿងនេះសូមយកគិតពិចារណាទាំងអស់គ្នាចាសូមអរគុណសូមគោរពលា